សូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីលម៉ើជាលីកាប្រភេទបាហ៊ីពណ៌លឿងបាទសម្រាប់ការដាំដុះនៅស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំអញ្ចឹងអស់លោកស្រីក៏ដូចជាអតិថិជនដែលធ្លាប់បានពិសាលម៉ើនេះរយៈពេល 2-3 ឆ្នាំកន្លងមកដឹងច្បាស់ហើយអំពីគុណភាពភូតគាមអនាម័យនិងរសជាតិបើនិយាយអំពីទំហំផ្លែទទួលស្គាល់ថាមិនសូវធំខ្លាំងដូចលម៉ើនាំចូលទេប៉ុន្តែបើនិយាយអំពីភូតគាមអនាម័យនិយាយអំពីរសជាតិគឺមានទឹកដមផ្អែមឆ្ងាញ់មែនទែនបាទហើយក្រៅពីនោះក៏បាននឹងស្រាប់ហើយលម៉ើមានការជួយទៅដល់សុខភាពច្រើនប៉ុន្តែខ្ញុំអត់និយាយពីបញ្ហាជួយសុខភាពទេអញ្ចឹងតារាបណាដែលលម៉ើនេះមានរសជាតិឆ្ងាញ់ជាតិពិតដីនេះគឺជាដីលបាយខ្សាច់សុទ្ធសាធបាទប៉ុន្តែយើងធ្វើការកែប្រែមកទល់មកពីនេះគឺអស់ច្រើនឆ្នាំហើយដោយប្រើជីសរីរាង្គបាទក្នុងបរិមាណច្រើនមែនទែនបាទក្នុងការយើងដាក់នេះបាទកាមេរ៉ាដូចបញ្ចោតមកនេះខាងនេះគឺសតជីសរីរាង្គដែលយើងធ្វើការប្រើឲ្យលម៉ើនេះមានរសជាតិឆ្ងាញ់ទឹកដមល្អបាទអ្នកដែលបានពិសាហើយយល់ប្រៀបធៀបជាមួយនឹងលម៉ើនាំចូលចោះគឺគ្មានអ្វីច្បាស់ជាងការយកទៅពិសាផ្ទាល់ទេហើយយើងនឹងមានការឲ្យបងប្អូនភ្លក់ផ្ទាល់ដើម្បីដឹងថាអ្វីដែលខ្ញុំជម្រាបជូននោះវាការពិតមិនគឺផុសតាំងពិតវិជ្ជាការពិតបានអញ្ចឹងឥឡូវយើងមើលផ្លែដែលយើងធ្វើការដកនេះគឺចិត្តបានទទួលផលហើយបាទគឺល្អមែនទែនបាទតែយើងធ្វើការក្រូបនេះដើម្បីឲ្យសម្រស់ស្រស់ស្អាតការពារសត្វល្អិតដោយយើងមិនចាំបាច់បាញ់ថ្នាំកម្ចាត់សត្វល្អិតទេបាទគឺឆ្លោះធំមែនទែនមកស្មៃនេះអាចចូល7 ទៅ 8 គីឡូហើយបាទអញ្ចឹងចំពោះលម៉ើដែលមានរសជាតិទឹកដមឆ្ងាញ់នេះយើងបានធ្វើការរៀបចំផ្គត់ផ្គង់ជាលក្ខណៈទ្រង់ទ្រាយធំសម្រាប់អស់លោកស្រីដែលចង់យកទៅបោះដុំឬចង់ម៉ៅការទាំងចំការក៏បានបាទយើងអាចមានឆ្នាំនេះនៅក្នុងមួយប្លុកយើងអាចមានចន្លោះពី50 តោនទៅ100 តោនបាទវាមាននៅខាងប្លុកខាងនោះទៀតបាទវាមាននៅខាងប្លុកខាងនោះទៀតបាទអញ្ចឹងគឺចំនួនច្រើនបាទបងប្អូនមិនភ័យរឿងការខ្វះទេបាទអញ្ចឹងបើចង់ពិសាលម៉ើដែលមានគុណភាពល្អទឹកដមឆ្ងាញ់ហើយនឹងភូតគាមអនាម័យបាទសូមកុំភ្លេចបាទលម៉ើជាលីកានៅក្នុងទឹកដីស្រុកប្រាសាទបាឡាំងគុំសាលាវិស័យយើងនេះបាទអញ្ចឹងសូមធ្វើការទាក់ទងតាមលេខទូរស័ព្ទនិង Telegram ខាងក្រោមបាទសូមអរគុណ